នាយករដ្ឋមន្ត្រីវៀតណាមធ្វើដំណើរទៅជួបលោកពូទីនប្រធានាធិបតីរុស្ស៊ីនៅទីក្រុងមូស្គូនៅឯប្រទេសថៃឧបនាយករដ្ឋមន្ត្រីលោកភីផាត់រាជកិច្ចប្រការបាននិយាយប្រាប់អ្នកកាសែតថារដ្ឋាភិបាលក្រុងបាងកកកំពុងតែពិភាក្សាជាមួយមូស្គូដើម្បីចង់ទិញប្រេងឆៅរុស្ស៊ីបន្ទាប់ពីបានបញ្ជាទិញប្រេងរុស្ស៊ីប្រមាណ1.5 លានធុងបារីលហ្វីលីពីនឯណោះវិញបានទទួលឲ្យកប៉ាល់រុស្ស៊ីដែលដឹកប្រេងប្រមាណ7 សែនធុងបារីលចូលចតនៅកំពង់ផែក្រុងម៉ានីលកាលពីថ្ងៃប្រហ័សទី26 មីនានៅក្នុងរយៈពេល5ឆ្នាំមកនេះគឺជាលើកទី1ហើយដែលហ្វីលីពីនហ៊ានទិញប្រេងរុស្ស៊ីបន្ទាប់ពីសម្ព័ន្ធមិត្តអាមេរិកបានហាមហើយនឹងដាក់ទណ្ឌកម្មទៅលើប្រេងរុស្ស៊ីក៏ព្រោះតែសង្គ្រាមអ៊ុយក្រែននៅក្នុងកលៈទេសៈដែលប្រទេសត្រូវប្រកាសដាក់នៅក្នុងស្ថានភាពអាសន្នធម្មពលរយៈពេល1ឆ្នាំព្រោះតែវិបត្តិប្រេងឡើងថ្លៃបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ាហ្វីលីពីនកំពុងតែចរចាស្វែងរកការយោគយល់ពីសម្ព័ន្ធមិត្តអាមេរិកដើម្បីអាចបន្តទិញប្រេងហើយនិងឧស្ម័នពីរុស្ស៊ីក្រៅតែពីប្រទេសនៅអាស៊ីអាគ្នេយ៍ដែលជួបវិបត្តិខ្វះប្រេងឥន្ធនៈក៏ព្រោះតែការបិទច្រកសមុទ្រអុកម៉ូសឥណ្ឌាឯណោះវិញដែលជាមហាយៈអាស៊ីមួយដែរក៏ងាកទៅរកប្រេងរុស្ស៊ីសាជាថ្មីបន្ទាប់ពីបានផ្អាកទិញប្រេងរុស្ស៊ីប៉ុន្មានខែមកនេះនៅក្រោមសម្ពាធរបស់រដ្ឋបាលលោកត្រាំនៅឆ្នាំ2025ឥណ្ឌាធ្លាប់បានកេងចំណេញពីការទិញប្រេងរុស្ស៊ីនៅក្នុងតម្លៃថោកនៅក្នុងទំហំទឹកប្រាក់សរុប44,000 លានដុល្លារនៅពាក់កណ្ដាលខែមីនានេះទៀតភាគីរុស្ស៊ីហើយនិងឥណ្ឌាបានសន្យាជំរុញការទិញលក់ប្រេងរុស្ស៊ីដើម្បីធ្វើយ៉ាងណាឲ្យប្រេងរុស្ស៊ីកើនឡើងដល់ទៅ 40% នៃចំនួនប្រេងដែលឥណ្ឌានាំចូលសរុបវៀតណាមថៃឥណ្ឌាឥណ្ឌូនេស៊ីចង់ទិញប្រេងរុស្ស៊ីដើម្បីយកមកប៉ះប៉ូវការខ្វះខាតប្រេងហើយនិងឧស្ម័ននៅក្នុងស្រុកនៅក្នុងកលៈទេសៈមួយដែលពិភពលោកកំពុងតែជួបវិបត្តិប្រេងឡើងថ្លៃក៏ព្រោះតែសង្គ្រាមនៅដើមបូព៌ាតម្រូវការប្រេងរុស្ស៊ីកើនឡើងខ្ពស់ព្រោះតែសង្គ្រាមអស្ថិរភាពនៅដើមបូព៌ាហើយជាពិសេសគឺការបិទច្រកសមុទ្រអុកម៉ូសដែលជាច្រកចេញចូលសំខាន់របស់កប៉ាល់ប្រេងដឹកចេញពីប្រទេសឈូងសមុទ្រពាក់នេះគឺជាដំណឹងល្អក្រៃចំពោះរុស្ស៊ីក៏ប៉ុន្តែនៅទីតាំងជាក់ស្ដែងវិញរុស្ស៊ីទំនងជាមិនអាចកេងចំណេញច្រើនហើយនឹងអាចបំពេញបំណងឆ្លើយតបគ្រប់ការកម្មង់ការបញ្ជាទិញរបស់អតិថិជនឡើយនៅប្រមាណសប្តាហ៍មកនេះទីតាំងស្តុកចម្រាញ់ប្រេងហើយរួមទាំងកប៉ាល់ដឹកប្រេងរុស្ស៊ីផងគឺបានរងការវាយប្រហារដ្រូនរបស់អ៊ុយក្រែនជាបន្តបន្ទាប់គ្នាគោលដៅរបស់អ៊ុយក្រែនមានតែមួយគត់គឺវាយប្រហារថាមពលរបស់រុស្ស៊ីដែលជាប្រភពផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ម៉ាស៊ីនធ្វើសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនគិតចាប់តាំងពីរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានមកលើខ្លួនអ៊ុយក្រែនបានប្រើដ្រូនវាយប្រហារទៅលើកប៉ាល់ដឹកប្រេងរុស្ស៊ីដែលជាប់រហស្សនាមថាជាកប៉ាល់ខ្មោចព្រោះតែលាក់ឈ្មោះចង់បើកកិច្ចជៀសផុតពីការដាក់ទណ្ឌកម្មរបស់អាមេរិកហើយនិងអឺរ៉ុបបន្ទាប់ពីអាមេរិករបស់លោកដូណាល់ត្រាំបានសម្រេចផ្អាកទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រេងរុស្ស៊ីមួយរយៈនៅក្នុងគោលដៅទាញទម្លាក់តម្លៃប្រេងនៅទីផ្សារអន្តរជាតិប្រធានាធិបតីអ៊ុយក្រែនហាក់ដូចជាហួសចិត្តក៏ប៉ុន្តែមិនចុះចាញ់ក្រៅតែពីអំពាវនាវឲ្យសហភាពអឺរ៉ុបបន្តរឹតបន្តឹងចាប់ឃាត់កប៉ាល់ប្រេងរុស្ស៊ីដើម្បីកុំឲ្យរុស្ស៊ីឆ្លៀតកេងចំណេញពីការលក់ប្រេងនៅក្នុងបរិបទសង្គ្រាមនៅដើមបូព៌ានោះមេដឹកនាំអ៊ុយក្រែនបានបញ្ជាឲ្យគេបង្កើនការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស្តុកប្រេងសំខាន់ៗនៅក្នុងទឹកដីរុស្ស៊ីកាលពីថ្ងៃប្រហ័សដ្រូនរបស់អ៊ុយក្រែនបានបំផ្លាញរោងចក្រចម្រាញ់ប្រេង Kinev នៅក្នុងតំបន់ Leningrad ទីតាំងប្រេងដ៏សំខាន់មួយដែររបស់រុស្ស៊ីហើយស្ថិតនៅចម្ងាយប្រមាណ900 គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនបើតាមទីភ្នាក់ងារព័ត៌មាន Reuters យ៉ាងហោចណាស់ 40% នៃសមត្ថភាពនាំចេញប្រេងរបស់រុស្ស៊ីត្រូវឈប់ទ្រឹង
ព្រោះតែការវាយប្រហារដ្រូនរបស់អ៊ុយក្រែនបើគិតពីបរិមាណវិញគឺរុស្ស៊ីខកខានមិនអាចនាំចេញប្រេងប្រមាណ2លានធុងបារីលនៅក្នុងមួយថ្ងៃបន្ថែមពីលើទីតាំងស្តុកឬក៏រោងចក្រចម្រាញ់ប្រេងកប៉ាល់ដឹកប្រេងរុស្ស៊ីនៅលើផ្ទៃសមុទ្រឯនោះវិញមិនថានៅសមុទ្រខ្មៅឬនៅកន្លែងណាទេគឺរងការខូចខាតដោយការវាយប្រហាររបស់អ៊ុយក្រែនកាលពីថ្ងៃប្រហ័សកប៉ាល់ដឹកប្រេងដ៏ធំមួយដែលដាក់ទង់ជាតិសៀរ៉ាឡេអូនត្រូវជាប់គាំងអណ្ដែតរស័ព្ទនៅជិតឆ្នេរប្រទេសទួរគីបន្ទាប់ពីរងការវាយប្រហារត្រង់បន្ទប់ដាក់ម៉ាស៊ីនហើយអ្នកបើកបរបានរត់ចាកចេញលែងគ្រប់គ្រងកប៉ាល់ប្រេងតទៅទៀតបើតាមការចុះផ្សាយរបស់កាសែតបារាំង Le Monde កប៉ាល់ Altura ដឹកប្រេងរុស្ស៊ីនេះមានគោលដៅទៅប្រទេសឥណ្ឌាកប៉ាល់នេះស្ថិតនៅក្នុងចំណោមកប៉ាល់ដឹកប្រេងរុស្ស៊ីជាង600ដែលជាប់នៅក្នុងបញ្ជីទណ្ឌកម្មហាមឃាត់របស់សហភាពអឺរ៉ុបជាសម្ព័ន្ធមិត្តក៏ប៉ុន្តែមិនយល់សប្តិជាមួយនឹងអាមេរិករឿងផ្អាកទណ្ឌកម្មទៅលើប្រេងរុស្ស៊ីនេះបណ្ដាប្រទេសសមាជិកអឺរ៉ុបនៅតែបន្តចាប់ឃាត់ស្ទាក់កប៉ាល់ជាង15គ្រឿងដែលគេសង្ស័យថាកំពុងតែលួចដឹកប្រេងរុស្ស៊ីគិតចាប់តាំងពីដើមឆ្នាំ2025